សូមជម្រាបសួរនិងសួស្តីបងប្អូនសាទី8ទាំងអស់គ្នាសូមស្វាគមន៍មកកម្មវិធីស្វ័យសិក្សាពីចម្ងាយដែលជួបជាមួយអ្នកគ្រូឈ្មោះជួនប៉ាន់សុយជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យាមកពីវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងកម្មវិធីសាលារៀនថ្មីចាអញ្ចឹងនៅថ្ងៃនេះគឺយើងនឹងសិក្សាបន្តពីមេរៀននៅថ្ងៃមុនដែលនិយាយអំពីមេរៀនទី1ស្ថានប្រព័ន្ធតាមមូលដ្ឋានចាដែលខ្លឹមសារនៅថ្ងៃនេះគឺយើងសិក្សាអំពីប្រយោគទឹកចាចឹងថាតើប្រយោគទឹករបស់យើងសិក្សាពីអ្វីយើងទៅមើលមាតិកាទាំងអស់គ្នាចាចឹងមាតិកាដែលយើងត្រូវសិក្សាឬក៏ជជែកគ្នានៅថ្ងៃនេះគឺចំណុចទី2និយាយអំពីប្រយោគទឹកចំណុចបន្តចាដែលយើងនិយាយអំពីចំណុចខគឺប្រយោគទឹកសាបចឹងបងប្អូនអាចស្វែងរកខ្លឹមសារនៃមេរៀនបន្ថែមនៅក្នុងសិភៅសិក្សាគោលរបស់យើងនៅទំព័រ73ដល់75ចាចឹងបន្ទាប់ពីបងប្អូនបានដឹងពីវេទិកាដែលយើងត្រូវសិក្សានៅថ្ងៃនេះយើងទៅមើលវត្ថុបំណងនៃមេរៀនជាមុនសិនថាតើបន្ទាប់បងប្អូនបានសិក្សាមេរៀននេះចប់បងប្អូនទទួលបានអ្វីនិងមានចំណេះដឹងអ្វីខ្លះចាអញ្ចឹងបន្ទាប់ពីបងប្អូនបានសិក្សាពីមេរៀននេះចប់បងប្អូនមានលទ្ធភាពចាទី1គឺបងប្អូនមានលទ្ធភាពពិពណ៌នាពីលក្ខណៈពិសេសភាវៈរស់ផ្សេងនៃប្រយោគទឹកសាបនៅក្នុងតំបន់នីមួយៗចាអញ្ចឹងបន្ទាប់ពីបងប្អូនបានសិក្សាពីមេរៀននេះចប់បងប្អូនអាចពណ៌នាពីលក្ខណៈពិសេសក៏ដូចជាបញ្ហាក៏ដូចជាភាវៈរស់ផ្សេងដែលមាននៅក្នុងប្រយោគទឹកនៃតំបន់នីមួយៗចាអញ្ចឹងមុនចូលទៅដល់ខ្លឹមសារនៃមេរៀនយើងរំលឹកមេរៀនចាស់ជាមុនសិនចាអញ្ចឹងសំណួរទី1អ្នកគ្រូសួរថាតើប្រយោគទឹកប្រៃចែកចេញជាតំបន់អ្វីខ្លះចាអញ្ចឹងមេរៀនថ្ងៃមុនយើងបានសិក្សាហើយថាប្រយោគទឹកប្រៃចែកចេញជាតំបន់អ្វីខ្លះចឹងកុំឲ្យខាត់ពេលយើងទៅមើលចម្លើយទាំងអស់គ្នាចាអញ្ចឹងប្រយោគទឹកប្រៃចែកចេញជា3តំបន់សំខាន់ដែលតំបន់ទី1យើងហៅថាតំបន់ឆ្នេរចាហើយតំបន់ទី2គេហៅថាតំបន់ក្បែរឆ្នេរនិងតំបន់ទី3គឺតំបន់លំហសមុទ្រអញ្ចឹងប្រយោគទឹកប្រៃរបស់យើងចែកចេញជា3តំបន់ហ្នឹងគឺតំបន់ឆ្នេរក្បែរឆ្នេរហើយនិងលំហសមុទ្រចាអញ្ចឹងយើងទៅមើលសំណួរបន្តមួយទៀតចាចឹងសំណួរបន្ទាប់មួយទៀតអ្នកគ្រូសួរថាតើតំបន់ឆ្នេរមានលក្ខណៈដូចម្ដេចចាឬក៏លក្ខណៈសម្គាល់ដូចម្ដេចខ្លះណាដែលយើងអាចហៅថាតំបន់ឆ្នេរបានណាចាអញ្ចឹងអ្នកគ្រូមានរូបភាពនេះមួយឲ្យគ្នាយើងមើលឲ្យគិតមើលតទៅពីរៀនថ្ងៃមុនហើយតើតំបន់ឆ្នេរមានលក្ខណៈដូចម្ដេចខ្លះចាអញ្ចឹងកុំឲ្យខាត់ពេលយូរទៅមើលចម្លើយទាំងអស់គ្នាចាអញ្ចឹងគេថាតំបន់ឆ្នេរគឺជាតំបន់មួយដែលនៅតាមបណ្ដោយមាត់សមុទ្រហើយជាតំបន់ដែលមានទឹកក្រោម10ដោយទឹកចំពេលជំនោរហើយនឹងខ្យល់ក្រោមខ្យល់លំនាចអញ្ចឹងមិនថាកន្លែងទឹកជោហើយនឹងទឹកនាចចានឹងនេះគឺជាឆ្នេរគេហៅថាតំបន់ឆ្នេរណាចាហើយពាក់ព័ន្ធទៅនឹងប្រភេទសត្វដែលរស់នៅទីនោះដែលគេតែងសង្កេតឃើញមានប្រភេទពួកដូចជាលៀសខ្យងខ្ចៅក្តាមជាដើមដែលនៅតំបន់ហ្នឹងណាចាពាក់ព័ន្ធទៅនឹងរុក្ខជាតិក៏ដូចជាភាវៈមានជីវិតនៅនោះគឺគេសង្កេតឃើញមានដូចជាប្រភេទពួកសារាយជាដើមដែលមានដុះនៅហ្នឹងណាចាលក្ខណៈនៃតំបន់ឆ្នេរអញ្ចឹងពាក់ព័ន្ធទៅនឹងតំបន់ឆ្នេរគឺមានលក្ខណៈសម្គាល់បែបខ្លះបែបនេះគឺមានទី1គឺជាតំបន់ដែលស្ថិតនៅក្រោមជំនោរទឹកជំនោរហើយនៅក្រោមខ្យល់លំនាចនៃទឹកណាហើយពាក់ព័ន្ធទៅនឹងភាវៈរស់មាននៅទូនេះគឺមានដូចជាប្រភេទពួកខ្យងលៀសក្តាមហើយនៅប្រភេទពួកសារាយជាដើមចាអញ្ចឹងយើងទៅមើលសំណួរមួយទៀតចាចូលសំណួរមួយទៀតគឺសំណួរទី3ចាសំណួរទី3អ្នកគ្រូសួរមិនទៅចាសំណួរទី3អ្នកគ្រូសួរថាមូលហេតុអ្វីបានជាតំបន់ក្បែរឆ្នេរសម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទចាអញ្ចឹងយើងគិតតិចមើលថាហេតុអ្វីមូលហេតុអ្វីបានជាតំបន់ក្បែរឆ្នេរសម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទនៅទីនោះណាចាអញ្ចឹងកុំឲ្យខាត់ពេកយើងទៅមើលចម្លើយទាំងអស់គ្នាមូលហេតុដែលតំបន់ក្បែរឆ្នេរជាតំបន់មួយសម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទទី1គេសង្កេតឃើញតាមតំបន់នេះគឺជាតំបន់មួយដែលមានទឹកនៅជាប់ជានិច្ចចាទឹកជាប់ជានិច្ចនៅតំបន់ហ្នឹងហៅទឹករាក់ណាចាទី2ពាក់ព័ន្ធទៅនឹងពន្លឺយើងឃើញរូបភាពនេះហើយបើថាពន្លឺព្រះអាទិត្យគឺចាំងចូលទៅដល់ផ្នែកនៃបាតខាងក្រោមនៃតំបន់នេះហើយពាក់ព័ន្ធទៅនឹងចំណុចមួយទៀតគឺនិយាយអំពីសម្ពាធទឹកអញ្ចឹងពាក់ព័ន្ធទៅនឹងតំបន់ក្បែរឆ្នេរពាក់ព័ន្ធទៅនឹងសម្ពាធទឹកគឺសម្ពាធទឹកទាបចាហើយមួយទៀតគឺសម្បូរពពួកប្លង់តុងចាសម្បូរប្លង់តុងហើយមួយទៀតគឺសម្បូរប្រភេទរុក្ខជាតិទឹកគ្រប់ប្រភេទចាដោយសារតែមូលហេតុទាំងអស់នេះហើយដែលជាហេតុផលដែលធ្វើឲ្យតំបន់ហ្នឹងសម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទអញ្ចឹងតែកាលណាទីតាំងនៅកន្លែងហ្នឹងមានពន្លឺគ្រប់គ្រាន់វាអនុញ្ញាតឲ្យរុក្ខជាតិនៅផ្នែកខាងក្រោមទឹកនេះគឺវា
ទទួលពលឺបានគ្រប់គ្រាន់គឺវាងាយស្រួលក្នុងការរស់នៅហើយពាក់ព័ន្ធទៅនឹងសម្ពាធទឹកទាបគឺជួយសម្រួលទៅដល់ប្រភេទពួកត្រីតូចៗណាអញ្ចឹងវាអាចมันមានសម្ពាធខ្លាំងគឺធ្វើឲ្យវាស្រួលរស់នៅហើយតាក់ទងទៅនឹងសម្បូរប្លង់តុងគឺជាប្រភេទពួកចំណីអាហារណានិយាយទៅប្លង់តុងគឺជាប្រភពអាហារសម្រាប់ពួកត្រីអញ្ចឹងកាលណាសម្បូរប្លង់តុងសម្បូរចម្រោករស់នៅអញ្ចឹងវាជាទីចម្រោកសម្រាប់សត្វគ្រប់ប្រភេទដែរចា៎អញ្ចឹងយើងទៅមើលសំណួរបន្តមួយទៀតចាសំណួរទី4អ្នកគ្រូសួរថាតើប្រយោគទឹកសាបចែកចេញជាអ្វីខ្លះចាអញ្ចឹងប្រយោគទឹកសាបចែកចេញជាអ្វីខ្លះទៅបងប្អូនដែលបានដឹងថាប្រយោគទឹកសាបរបស់យើងចែកចេញជាអ្វីខ្លះចាអញ្ចឹងកុំឲ្យខាត់ពេលយូរទៅមើលចម្លើយទាំងអស់គ្នាចាអញ្ចឹងប្រយោគទឹកសាបចែកចេញជាចាចែកចេញជាប្រព័ន្ធទឹកដូចជាប្រព័ន្ធទឹកស្ងប់ប្រព័ន្ធទឹកស្ងប់ប្រព័ន្ធទឹកហូរហើយនឹងតំបន់ដីសើមអញ្ចឹងពាក់ព័ន្ធទៅនឹងប្រយោគទឹកសាបដែលយើងត្រូវជជែកគ្នានឹងសិក្សានៅថ្ងៃនេះគឺមាន3ហ្នឹងចាទី1គឺយើងនិយាយអំពីប្រព័ន្ធទឹកស្ងប់ទី2គឺយើងនិយាយអំពីប្រព័ន្ធទឹកហូរហើយមួយទៀតនឹងនិយាយអំពីតំបន់ដីសើមអញ្ចឹងតើខ្លឹមសារមេរៀនដែលយើងត្រូវជជែកគ្នាថ្ងៃនេះមានខ្លឹមសារនឹងអត្ថន័យមិនខ្លះយើងទៅមើលនៅខ្លឹមសារមេរៀនទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូមានរូបភាពមួយដែលបង្ហាញគ្នាយើងឲ្យបានឃើញចាយើងសង្កេតឃើញរូបភាពនេះជារូបភាពអីដែរយើងដែរឃើញទេចាពាក់ព័ន្ធនឹងរូបភាពនេះចារូបភាពនោះបង្ហាញពីអីយើងសង្កេតមើលតិចមើលអញ្ចឹងយើងទៅបន្ទាប់ពីយើងសង្កេតហើយយើងទៅមើលខ្លឹមសារនៃមេរៀនដែលយើងត្រូវថ្ងៃនេះចាអញ្ចឹងរូបភាពដែលអ្នកគ្រូបង្ហាញនេះគឺជាបឹងចាបឹងណាអញ្ចឹងថ្ងៃនេះគឺយើងសិក្សាបន្តគឺនៅចំណុចទី2គឺប្រយោគទឹកសាបចាអញ្ចឹងប្រយោគទឹកសាបដែលយើងនិយាយពីចំណុចកនោះគឺនិយាយពីប្រព័ន្ធទឹកស្ងប់អញ្ចឹងបឹងក៏វាជាប្រភេទប្រព័ន្ធទឹកស្ងប់ដែរនៅក្នុងប្រយោគទឹកសាបរបស់យើងណាចាអញ្ចឹងតើបឹងសំទោសអញ្ចឹងថាតើប្រព័ន្ធទឹកស្ងប់នោះគឺជាប្រព័ន្ធទឹកដោយមិនដាច់អញ្ចឹងយើងទៅមើលយមន័យតិចទៅចាអញ្ចឹងគេថាប្រព័ន្ធទឹកស្ងប់គឺជាប្រព័ន្ធទឹកដែលมันមានការផ្លាស់ប្ដូរទីបញ្ហាគឺជាទឹកដែលมันមានការផ្លាស់ប្ដូរចរន្តទឹកចេញឬក៏ចូលគេហៅថាទឹកនឹងណាអញ្ចឹងមានដូចជាទឹកបឹងទឹកត្រពាំងទឹកស្រះហើយជាដើមចាអញ្ចឹងនៅពាក់ព័ន្ធនឹងតំបន់ទាំងអស់ហ្នឹងឬក៏ប្រព័ន្ធទឹកទាំងអស់ហ្នឹងដូចមានទឹកបឹងទឹកត្រពាំងទឹកស្រះហ្នឹងគឺសុទ្ធសឹងចេះពីប្រព័ន្ធទឹកស្ងប់បានន័យថានៅពេលដែលមានការភ្លៀងហូរចូលមកហើយគឺវាអត់ទៅណាទេគឺវានៅនឹងតែម្ដងគឺវាមិនហូរទៅណាទេនេះគឺជាប្រព័ន្ធទឹកស្ងប់អញ្ចឹងអ្នកគ្រូមានរូបភាពមួយចំនួនដែលយើងនិយាយពីប្រព័ន្ធទឹកស្ងប់ចាដូចជារូបភាពនេះគឺជារូបភាពនៃបឹងយក្សឡោមណានៅក្នុងប្រទេសកម្ពុជាយើងចារូបភាពនេះគឺជារូបបឹងយក្សឡោមចារូបភាពនេះក៏ជារូបភាពបឹងដែរចាពាក់ព័ន្ធដល់រូបភាពនេះគឺក៏ជាបឹងដែរចានេះគឺជារូបភាពត្រពាំងចាត្រពាំងក៏វាជាប្រព័ន្ធទឹកស្ងប់ដែរមកន័យថានៅពេលដែលទឹកហូរចូលមកហើយវាអត់ហូរទៅណាទៀតទេនេះហៅថាត្រពាំងចានេះក៏ជាទឹកត្រពាំងដែរអញ្ចឹងយើងសង្កេតឃើញទឹកត្រពាំងគឺជាប្រព័ន្ធទឹកមួយដែលមានសភាពស្ងប់គឺវាមិនមានការហូរចេញទៅណាទេចានេះគឺទឹកស្រះណាចាទឹកអញ្ចឹងទឹកស្រះក៏ជាប្រព័ន្ធទឹកស្ងប់មួយដែរគឺនៅពេលដែលទឹកមានទឹកចូលហើយគឺវាអត់ចេញទៅណាទេចានេះគឺជារូបភាពស្រះមិញនេះគឺស្រះមានរុក្ខជាតិនៅជុំវិញឬក៏យើងហៅថាមានរុក្ខជាតិទឹកណាតែស្រះនេះត្រូវបានគេបាំងជុំវិញឲ្យមានប្រភេទពួកសត្វផ្សេងនេះក៏ជាស្រះដែរចាអញ្ចឹងយើងទៅមើលរូបភាពមួយទៀតដែលអ្នកគ្រូបង្ហាញចារូបភាពនេះយើងឃើញអ្នកគ្រូចង់បង្ហាញអីគេដែរចារូបភាពនេះគឺបង្ហាញពីអីគេចាគឺនិយាយពីផែនទីនៃបឹងទន្លេសាបចាហេតុអីបានជាអ្នកគ្រូយកបឹងទន្លេសាបមកដាក់នៅក្នុងមេរៀននឹងដែរចាមូលហេតុដោយសារតែបឹងទន្លេសាបវាមានឈ្មោះថាបឹងដែរក៏ប៉ុន្តែវាជាបឹងដែលមានលក្ខណៈពិសេសមិនខ្លះទៅគ្នាយើងដែលដឹងថាបឹងទន្លេសាបមានលក្ខណៈពិសេសមិនចាមានលក្ខណៈពិសេសដូចខាងក្រោមនេះចាអញ្ចឹងបឹងទន្លេសាបវាថ្មីត្បិតតែមានឈ្មោះថាបឹងមែនតែបឹងជាបឹងមួយដែលមានលក្ខណៈពិសេសខុសពីបឹងដែលយើងបានឃើញមិញណាអញ្ចឹងយើងបានយំន័យមិញថាបឹងឬក៏ប្រព័ន្ធទឹកស្ងប់មានដូចជាត្រពាំងបឹងស្រះជាដើមក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងបឹងទន្លេសាបវាគឺជាបឹងដែលមានលក្ខណៈពិសេសដែលធម្មជាតិណាអញ្ចឹងពាក់ព័ន្ធទៅនឹងប្រព័ន្ធទឹកបឹងទន្លេសាបគឺមានចរន្តចេញហើយនិងចរន្តចូលវាខុសពីបឹងរបស់យើងធម្មតាចាអញ្ចឹងនេះគឺជារូបភាពនៃផែនទីនៃបឹងទន្លេសាបអញ្ចឹងវាគឺជាបឹងដែលស្ថិតនៅចំ
ជាប់នឹងខេត្តចំនួន5ដែរគឺមានខេត្តសៀមរាបបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងហើយនិងកំពង់ធំចាអញ្ចឹងយើងបានឃើញហើយពាក់ព័ន្ធទៅនឹងផែនទីនៃបឹងទន្លេសាបនេះអញ្ចឹងថាតើលក្ខណៈវាពិសេសមិនទៅអញ្ចឹងពាក់ព័ន្ធទៅនឹងប្រភពទឹកចាពាក់ព័ន្ធទៅនឹងប្រភពទឹកដែលបឹងទន្លេសាបទទួលណាអញ្ចឹងចំពោះប្រភពទឹកដែលបឹងទន្លេសាបទទួលនោះគឺទទួលពីទន្លេមេគង្គចាគឺទន្លេមេគង្គរបស់យើងចានេះគឺទន្លេមេគង្គនេះអញ្ចឹងទន្លេមេគង្គរបស់យើងហូរនាំទឹកនៅរដូវវស្សាមកនៅរដូវវស្សាគឺវាចាប់ផ្ដើមមានទឹកហូរភ្លៀងពីទីខ្ពស់គ្រប់ទិសទីមកតាមកំពង់រាបនានាមកហូរចូលតាមទន្លេចូលមកតាមទន្លេមេគង្គហ្នឹងក៏ហូរមកអញ្ចឹងដោយសារតែកម្ពស់ទឹកនៅខាងសមុទ្រនេះខ្ពស់ធ្វើឲ្យចរន្តទឹកហ្នឹងមិនបានហូរទៅសមុទ្រទេមិនហូរទៅដៃសមុទ្រទេគឺហូរចូលនៅក្នុងបឹងទន្លេសាបរបស់យើងចាគឺមានរយៈពេលនេះអញ្ចឹងគេថាចរន្តទឹកហូរដែលហូរចូលនៅក្នុងបឹងទន្លេសាបគឺមានចរន្ត2គឺចរន្តទី1គឺហូរនៅរដូវវស្សាចាហូរនៅរដូវវស្សាគឺពីចាប់ពីខែឧសភាដល់ខែតុលាអញ្ចឹងយើងដឹងហើយថាខែនេះគឺជារដូវវស្សាអញ្ចឹងឲ្យចាប់ពីខែឧសភាទៅអាកាសធាតុនៅស្រុកយើងគឺចាប់ផ្ដើមមានភ្លៀងធ្លាក់ហើយអញ្ចឹងគ្រប់ទិសទីទាំងអស់ដែលជាតំបន់ខ្ពង់រាបមិនថាព្រែកឬក៏ស្ទឹងនៅតាមជុំវិញបឹងទន្លេសាបទេឲ្យទីខ្ពស់ទាំងទន្លេមេគង្គផងដែរគឺហូរយកមកចាក់នៅក្នុងទន្លេសាបចាបន្ទាប់ពីខែវស្សាឬក៏រដូវវស្សាផុតទៅចាក់ចូលដល់ខែក្តៅឬក៏យើងហៅថារដូវប្រាំងណាចាប់ពីខែវិច្ឆិកាដល់ខែមេសាប្រព័ន្ធទឹកនៃទន្លេមេគង្គវាឈប់មានទឹកហូរបានថាចរន្តទឹកភ្លៀងត្រូវបានកាត់បន្ថយហើយអញ្ចឹងការហូរនៃទន្លេមេគង្គលើនៅតែហូរដដែលក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងនីវ៉ូទឹកសមុទ្រនេះវាចាប់ផ្ដើមធ្លាក់ចុះអញ្ចឹងធ្វើឲ្យទឹកដែលនៅក្នុងបឹងទន្លេសាបនេះចាប់ផ្ដើមហូរចេញទៅវិញអញ្ចឹងនៅចាប់ផ្ដើមខែនៅរដូវប្រាំងចាប់ពីខែវិច្ឆិកាមកនៅរដូវអ៊ំទូកណាពេលយើងបុណ្យអ៊ំទូកយើងសង្កេតឃើញថាទឹកចាប់ផ្ដើមហូរចេញពីបឹងទន្លេសាបមកវិញហើយចាគឺចាប់ពីខែវិច្ឆិកាដល់ខែមេសាគេហៅថាជារដូវប្រាំងហ្នឹងប្រព័ន្ធទឹករបស់វាចាប់ផ្ដើមហូរចេញពីបឹងទន្លេសាបមកវិញអញ្ចឹងនៅពេលដែលទឹកហូរចូលទៅក្នុងរដូវវស្សាគឺជាទឹកដែលល្អណាឬក៏យើងអាចហៅថាជាទឹកដែលនាំដីល្បប់ទៅហូរទៅចាក់នៅក្នុងបឹងហ្នឹងយ៉ាងច្រើនចាហើយចំណែកឯរដូវវស្សាគឺជាសំទោសចំណែកឯរដូវប្រាំងគឺជារដូវដែលទឹកហូរចេញមកពីបឹងទន្លេសាបវិញមានសភាពថ្លាចាអញ្ចឹងគេថាចំពោះបឹងទន្លេសាបគឺជាបឹងដែលជាអាងស្តុកទឹកយ៉ាងធំនៅរដូវវស្សាអញ្ចឹងនៅក្នុងស្រុកប្រទេសកម្ពុជាយើងគឺមានបឹងអនុគ្រោះមួយហ្នឹងវាអាចការពារទឹកជំនន់នៃប្រទេសយើងណាអញ្ចឹងមកពេលរដូវវស្សាហ្នឹងបានទឹកបានបឹងទន្លេសាបមួយជាអ្នកកន្លែងស្តុកទឹកដើម្បីបានន័យថាកាត់បន្ថយនៃការទឹកជំនន់ចាទី2ចំណុចមួយទៀតគឺបឹងហ្នឹងគឺសម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាបរបស់យើងចានេះគឺជាលក្ខណៈពិសេសនៃបឹងទន្លេសាបរបស់យើងណាចាអញ្ចឹងយើងទៅមើលរូបភាពតិចទៅចាពាក់ព័ន្ធទៅនឹងរូបភាពនេះគឺជារូបភាពដែលបង្ហាញអំពីបឹងទន្លេសាបនៅពេលល្ងាចចាពេលល្ងាចចិត្តថ្ងៃរៀបលិចណាអញ្ចឹងយើងឃើញទស្សនវិជ្ជាបែបហ្នឹងនៃបឹងទន្លេសាបនេះគ្រាន់តែជាផ្នែកមួយទេនៃបឹងទន្លេសាបចារូបភាពនេះក៏បង្ហាញពីទស្សនវិជ្ជានៃប្រជាជនណាដែលគាត់រស់នៅបឹងទន្លេសាបគឺគាត់អាស្រ័យផលនៅទីនោះចានេះគឺជាធនធានត្រីដែលនៅបឹងទន្លេសាបរបស់យើងគឺជាតំបន់ដែលសម្បូរត្រីជាងគេនៅបឹងយើងហ្នឹងគឺជាបឹងធំជាងគេចារូបភាពនេះក៏អញ្ចឹងដែរចាអញ្ចឹងបឹងទន្លេសាបគឺសម្បូរទៅដោយត្រីនិងជីវៈចម្រុះគ្រប់ប្រភេទនៅទីនោះចាអញ្ចឹងបន្ទាប់ពីមើលในបឹងទន្លេសាបវិញហើយខ្ញុំមានរូបភាពមួយទៀតចារូបភាពនេះបង្ហាញពីអីដែរគ្នាយើងដែលស្គាល់ទេចារូបភាពនេះគឺរូបភាពជ្រោះទឹកជ្រោះចាទឹកជ្រោះណាអញ្ចឹងយើងឃើញទឹកជ្រោះធ្លាក់ពីលើថ្មចុះមកប៉ះថ្មខាងក្រោមទៀតមកកើតបានជាទឹកជ្រោះជាទូទៅសម្បូរទៅនៅលើភ្នំឬក៏កន្លែងណាដែលមានថ្មឬកន្លែងដែលមានល្បាក់ទឹកណាចាអញ្ចឹងរូបភាពនេះគឺបង្ហាញពីទឹកជ្រោះអញ្ចឹងទឹកជ្រោះគឺជាប្រព័ន្ធគឺជាទឹកមួយដែលស្ថិតនៅក្នុងប្រព័ន្ធទឹកហូរចាចំណុចខក៏យើងសិក្សាពីប្រព័ន្ធទឹកហូរអញ្ចឹងថាតើប្រព័ន្ធទឹកហូរគឺជាប្រព័ន្ធដូចម្ដេចអញ្ចឹងយើងទៅមើលនិយមន័យទាំងអស់គ្នាអញ្ចឹងគេថាប្រព័ន្ធទឹកហូរគឺជាប្រព័ន្ធទឹកដែលមានទឹកមានចរន្តផ្លាស់ប្ដូរឬក៏ផ្លាស់ទីអញ្ចឹងយើងឃើញទឹកជ្រោះហើយមែនទេគឺហូរធ្លាក់ពីលើហើយចុះមកក្រោមអញ្ចឹងនៅពេលរដូវភ្លៀងសម្បូរទឹកគឺវាហូរពីលើមកធ្លាក់មកក្រោមចាគឺនេះគឺទឹកជ្រោះអញ្ចឹង
ពាក់ព័ន្ធទៅនឹងប្រព័ន្ធទឹកហូរដែលគេសង្កេតឃើញមានគឺមានដូចជាភេទទឹកស្ទឹងទឹកព្រែកទឹកជ្រោះទឹកទន្លេអូរឬក៏បន្លាយជាដើមដែលវាជាប្រព័ន្ធទឹកដែលហូរចាគឺវាមានជាភេទទឹកនឹងឯណាចាទឹកនឹងហើយនឹងទឹកហូរគឺខុសគ្នាអញ្ចឹងទឹកហូរគឺមានដូចជាទឹកស្ទឹងទឹកព្រែកទឹកជ្រោះទឹកទន្លេទឹកអូរបន្លាយជាដើមចាអញ្ចឹងយើងទៅមើលរូបភាពតិចទៅអ្នកគ្រូបានដាក់រូបភាពពាក់ព័ន្ធទៅនឹងប្រព័ន្ធទឹកហូរឲ្យយើងមើលចាអញ្ចឹងរូបភាពនេះគឺរូបភាពដែលបង្ហាញអំពីទឹកស្ទឹងចាទឹកស្ទឹងនេះគឺជាស្ទឹងនៅសៀមសំតោគឺស្ទឹងនៅបាត់ដំបងចាស្ទឹងសង្កែយើងណាចារូបភាពនេះគឺរូបភាពស្ពានចាស់របស់យើងអញ្ចឹងនេះគឺជារូបភាពស្ទឹងនៅរដូវវស្សាអញ្ចឹងទឹកស្ទឹងគឺមានសភាពទឹកច្រើនមែនតើនេះគឺជាទឹកស្ទឹងចាហើយរូបភាពនេះគឺរូបភាពទឹកជ្រោះចាទឹកជ្រោះនេះគឺជ្រោះនៅល្បាក់ខោនៅគេហៅជ្រោះសុភនិមិត្តណានៅខេត្តស្ទឹងត្រែងរបស់យើងនេះគឺជាទឹកជ្រោះអញ្ចឹងយើងឃើញមានថ្មជាច្រើននេះគឺទឹកជ្រោះប៉ុន្តែវាជាជ្រោះដែលស្ថិតនៅជិតព្រំប្រទល់នៅទឹកដីខេត្តស្ទឹងត្រែងចាពាក់ព័ន្ធទៅនឹងរូបភាពនេះគឺរូបភាពទន្លេចាទន្លេនេះគឺទន្លេទិដ្ឋភាពដែលជារូបថតនៅក្នុងខេត្តកំពង់ចាមគឺរូបស្ពានគីហ្សូណានេះគឺជាទន្លេមេគង្គរបស់យើងចានេះគឺទន្លេនេះគឺទឹកទន្លេចាហើយពាក់ព័ន្ធទៅនឹងរូបភាពនេះគឺរូបភាពបន្លាយវាគឺជាប្រព័ន្ធទឹកហូរដែរចាបន្លាយចានេះគឺព្រែកចារូបភាពណាចារូបភាពដែលខ្ញុំយកមកបង្ហាញគឺសុទ្ធសឹងតែជាប្រព័ន្ធទឹកហូរវាស្ថិតនៅក្នុងប្រព័ន្ធទឹកហូរទាំងអស់ចាអញ្ចឹងយើងមកមើលរូបភាពបន្តមួយទៀតចារូបភាពនេះយើងដែលឃើញទាំងអស់គ្នាដែលបានទៅលេងកន្លែងហ្នឹងគឺជាតំបន់ទេសចរផងគឺជាតំបន់ដែលគេចាត់ទុកជាតំបន់ដែលមានលក្ខណៈពិសេសមួយផងយើងដែលឃើញហ្នឹងចារូបភាពនេះគឺជាតំបន់មួយដែលស្ថិតនៅកំពង់ភ្លុកនៅក្នុងខេត្តសៀមរាបណាចាយើងដែលស្គាល់ទេកំពង់ភ្លុកចាអញ្ចឹងពាក់ព័ន្ធទៅនឹងរូបភាពនេះគឺអ្នកគ្រូចង់បង្ហាញពីតំបន់មួយដែលមានឈ្មោះថាតំបន់ដីសើមចាតំបន់ចាចំណុចគោលយើងនឹងសិក្សាអំពីតំបន់ដីសើមអញ្ចឹងតំបន់ដីសើមគឺជាតំបន់ដែលមានលក្ខណៈដូចម្ដេចទៅអញ្ចឹងយើងទៅមើលខ្លឹមសារដែលគេបង្ហាញអញ្ចឹងគេថាតំបន់ដីសើមគឺជាតំបន់មួយឬក៏គឺជាតំបន់ដែលគ្របដណ្ដប់ដោយទឹកយ៉ាងហោចម្ដងក្នុងមួយឆ្នាំចាគឺជាតំបន់ដែលទទួលការរងលិចទឹកម្ដងក្នុងមួយឆ្នាំចាហើយមួយទៀតគឺសម្បូរទៅដោយព្រៃលិចទឹកចាសម្បូរដោយព្រៃលិចទឹកមួយទៀតជាដែនជម្រកបក្សីទឹកនិងសត្វគ្រប់ប្រភេទចាហើយពាក់ព័ន្ធទៅនឹងតំបន់ដីសើមដែលមាននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺគេឲ្យឈ្មោះថាតំបន់រ៉ាមសាណាអញ្ចឹងតំបន់ដីសើមនៅក្នុងប្រទេសកម្ពុជាយើងដែលមាននៅក្នុងប្រទេសកម្ពុជាយើងគឺគេឲ្យឈ្មោះថាតំបន់រ៉ាមសាគឺមាន4កន្លែងប៉ុន្តែពាក់ព័ន្ធទៅនឹង4កន្លែងហ្នឹងដោយសារទីតាំងភូមិសាស្ត្រវាដូចគ្នាពាក់ព័ន្ធទៅនឹងប្រព័ន្ធអេកូឡូស៊ីវាខុសៗគ្នាអញ្ចឹងគេបែងចែកជា3ភូមិសាស្ត្រខុសៗគ្នាគឺមានតំបន់រ៉ាមសានៅបឹងទន្លេសាបមួយទន្លេមេគង្គហើយនិងតំបន់ឆ្នេរចាអញ្ចឹងពាក់ព័ន្ធទៅនឹងរូបភាពនេះគឺនិយាយពីបឹងទន្លេសាបដែរប៉ុន្តែវាគឺជាតំបន់ដីសើមចានេះគឺជាលក្ខណៈនៃតំបន់ដីសើមណាចាអញ្ចឹងយើងទៅមើលរូបភាពដែលបង្ហាញអំពីតំបន់ដីសើមនេះទៅចាអញ្ចឹងរូបភាពនេះគឺជារូបភាពតំបន់ដីសើមដែលស្ថិតនៅទន្លេមេគង្គយើងចារូបភាពនេះគឺជារូបភាពនៅខេត្តស្ទឹងត្រែងអញ្ចឹងនៅតាមដងទន្លេមេគង្គគឺវារងទទួលនៃការលិចម្ដងមួយឆ្នាំអញ្ចឹងយើងឃើញសភាពឫសរបស់រុក្ខជាតិតែអញ្ចឹងនៅពេលរដូវវស្សាគឺតាក់ទងទៅនឹងកម្លាំងនៃទឹកហូរគឺខ្លាំងមែនតែនគឺធ្វើឲ្យឫសឈើរបស់យើងតោងមិនចង់ជាប់ផងឃើញទេអាហ្នឹងគឺជាតំបន់ដីសើមរ៉ាមសានៅខេត្តស្ទឹងត្រែងឬក៏នៅតាមដងទន្លេមេគង្គរបស់យើងចារូបភាពនេះគឺជារូបភាពតំបន់ដីសើមដែលនៅជុំវិញបឹងទន្លេសាបយើងដែលដូចមានដូចជាតំបន់កំពង់ភ្លុកមកអ្នកគ្រូប្រាប់អញ្ចឹងដោយនៅកំពង់ភ្លុកហ្នឹងគឺជាតំបន់ដីសើមដែលនៅក្នុងបឹងទន្លេសាបចារូបភាពនេះក៏ដូចគ្នាគឺជាទិដ្ឋភាពតំបន់ដីសើមនៅបឹងទន្លេសាបចាអញ្ចឹងយើងសង្កេតឃើញមានដោយប្រភេទរុក្ខជាតិដូចជាព្រៃលិចទឹកជាច្រើនហើយនិងប្រភេទបក្សីក៏ដូចជាបានន័យថាតាក់ទងទៅនឹងរុក្ខជាតិទឹកគឺមានគ្រប់ប្រភេទទឹកសាបណាចាហើយពាក់ព័ន្ធទៅនឹងបក្សីហើយនឹងជាសត្វនៅតំបន់ដីសើមនោះគឺសម្បូរទៅដោយសត្វគ្រប់ប្រភេទតែម្ដងចាអញ្ចឹងដោយរូបភាពនេះយើងឃើញប្រភេទពួកសត្វស្លាបមានច្រើនមែនតើអញ្ចឹង
ទាំងអស់នេះគឺជារូបភាពនៅក្នុងសារដែលបង្ហាញអំពីតំបន់ដីសើមដែលមាននៅក្នុងប្រទេសយើងណាចាចឹងបន្ទាប់ពីសិក្សាមេរៀននេះចប់អ្នកគ្រូមានសំណួរសួរទៅកាន់គ្នាយើងដើម្បីរំលឹកមេរៀនឡើងវិញចាចឹងសំណួរទី1អ្នកគ្រូសួរថាតើប្រយោគទឹកសាបចែកចេញជាអ្វីខ្លះចឹងសាក់យើងគិតមើលថាបន្ទាប់ពីយើងរៀនហើយមិញថាតើប្រយោគទឹកសាបចែកចេញជាអ្វីខ្លះទៅសាក់គិតមើលវិញមើលចាចឹងកុំឲ្យខាត់ពេកយើងទៅមើលចម្លើយទាំងអស់គ្នាចឹងប្រយោគទឹកសាបចែកចេញជាប្រព័ន្ធទឹកស្ងប់ប្រព័ន្ធទឹកហូរហើយនឹងតំបន់ដីសើមចឹងប្រយោគទឹកសាបរបស់យើងចែកចេញជា3ហ្នឹងគឺមានប្រព័ន្ធទឹកស្ងប់ទឹកហូរហើយនឹងដីសើមចាចឹងយើងទៅមើលសំណួរមួយទៀតចាចឹងគេថាតើប្រព័ន្ធទឹកស្ងប់របស់យើងណាមានអ្វីខ្លះប្រព័ន្ធទឹកស្ងប់ចាចឹងយើងគិតទាំងអស់គ្នាចឹងយើងទៅមើលចម្លើយថាតើប្រព័ន្ធទឹកស្ងប់មានអ្វីខ្លះចាអញ្ចឹងប្រព័ន្ធទឹកស្ងប់គឺជាប្រព័ន្ធទឹកមួយដែលមិនមានការផ្លាស់ប្ដូរទីទេបានន័យថាគឺជាប្រព័ន្ធទឹកដែលមានតែមិនមានការផ្លាស់ប្ដូរទីនៃចរន្តទឹកចេញឬក៏ចូលចាទឹកហ្នឹងគឺមិនមានការផ្លាស់ទីចេញឬក៏ចូលទេគឺជាទឹកនឹងដែលហៅថាប្រព័ន្ធទឹកស្ងប់ណាចាចឹងប្រព័ន្ធទឹកស្ងប់ដែលយើងមាននោះគឺមានដូចជាទឹកបឹងទឹកស្រះឬក៏ទឹកត្រពាំងប៉ុន្តែពាក់ព័ន្ធទៅនឹងបឹងដែលយើងហៅមួយដែលមានករណីពិសេសជាងគេនោះគឺបឹងអីគេដែលយើងបានចែកគ្នាមិញគឺបឹងទន្លេសាបគឺជាបឹងមួយដែលមានលក្ខណៈពិសេសជាងគេគឺអត់ដូចបឹងដទៃទេគឺជាប្រភេទបឹងមួយដែលមានចរន្តទឹកចេញហើយនឹងចូលចាចឹងយើងទៅមើលសំណួរមួយទៀតចានេះសំណួរទី3គឺថាហេតុអ្វីបានជាគេចាត់ទុកបឹងទន្លេសាបជាតំបន់ដីសើមចាមូលហេតុអីទៅណោះចឹងតំបន់ដីសើមយមន័យរបស់គេវិញគេថាមិនខ្លះទៅគឺជាតំបន់មួយដែលមានទឹកលិចយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំមែនទេចាចឹងយើងទៅមើលចម្លើយទាំងអស់គ្នាថាមូលហេតុអីចឹងមូលហេតុគឺដោយសារទី1តំបន់បឹងទន្លេសាបគឺជាតំបន់បញ្ហាគឺជាអាងស្តុកទឹកធម្មជាតិដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ចាបានន័យថាគឺជាបឹងដែលធំជាងគេបំផុតណាចាទី2គឺតំបន់បឹងទន្លេសាបនោះសម្បូរទៅដោយព្រៃលិចទឹកគ្រប់ប្រភេទតែម្ដងចាហើយមួយទៀតគឺជាដែនចម្រោកបក្សីទឹកក៏ដូចជាសត្វគ្រប់ប្រភេទគេហៅថាជីវៈចម្រុះនៅក្នុងហ្នឹងណាចាហើយនឹងចំណុចមួយទៀតគឺជាជំរុកត្រីទឹកសាបដ៏ធំជាងគេនៅលើពិភពលោកអញ្ចឹងដោយសារតែមូលហេតុទាំងអស់ហ្នឹងហើយបានគេចាត់ទុកបឹងទន្លេសាបជាតំបន់ដីសើមចាអញ្ចឹងមេរៀនរបស់យើងត្រូវបានបញ្ចប់ត្រឹមនេះអញ្ចឹងមុននឹងបញ្ចប់អ្នកគ្រូមានកិច្ចការផ្ទះសម្រាប់បងប្អូនសម្រាប់ក្នុងការធ្វើមេរៀនដែលយើងរៀនចប់ណាអញ្ចឹងសំណួរទី1សួរថាតើសំណួរទី1អ្នកគ្រូបានសួរថាចូលបងប្អូនរៀបរាប់ពីប្រព័ន្ធទឹកស្ងប់និងប្រព័ន្ធទឹកហូរឡើងមកវិញអញ្ចឹងយើងបានរៀនហើយឯមិញណាថាប្រព័ន្ធទឹកស្ងប់ហើយនិងប្រព័ន្ធទឹកហូរមានអីខ្លះហើយពាក់ព័ន្ធទៅនឹងសំណួរទី2គឺសួរថាតើតំបន់ដីសើមជាតំបន់នៃម្ដេចហើយមាននៅឯណាខ្លះចាមាននៅណាខ្លះក្នុងប្រទេសយើងណាអញ្ចឹងបន្តបានរៀនមិញហើយយើងបានដឹងខ្លះហើយអញ្ចឹងយើងអាចស្វែងយល់ថាតំបន់ដីសើមនៅក្នុងប្រទេសយើងមាននៅតំបន់ណាខ្លះចាអញ្ចឹងមេរៀនរបស់យើងត្រូវបានបញ្ចប់ត្រឹមនេះសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្តទៀតអ្នកគ្រូសូមជូនពរបងប្អូនមានសុខភាពល្អនិងសំណាងល្អ